បច្ចេកវិទ្យាគឺជាមុខវិជ្ជាមួយដែលពុំសូវមានសិស្សស្រីចាប់អារម្មណ៍រៀនច្រើននោះទេមុនពេលដែលចូលរៀនផ្នែកបច្ចេកវិទ្យាខ្ញុំបានសួរខ្លួនឯងថាតើមុខវិជ្ជានេះស័ក្តិសមជាមួយខ្ញុំឬអត់ប៉ុន្តែខ្ញុំត្រូវតែហ៊ានសាកល្បងដើម្បីដឹងថាការពិតវាបែបណាជំរាបសួរនាងខ្ញុំឈ្មោះរណ្ណារីជាសិស្សដែលកំពុងសិក្សាមុខវិជ្ជា Big Data នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីឆ្នាំទី1ខ្ញុំចូលចិត្តផ្នែក coding ហើយបានលើគ្រូនិយាយអំពីអាហារូបករណ៍របស់ Samsung ក៏ដូចជាការផ្សព្វផ្សាយខ្ញុំបានដាក់ពាក្យប្រឡងប៉ុន្តែខ្ញុំប្រឡងមិនជាប់ដោយសារតែមានការប្រកួតប្រជែងខ្លាំងរហូតមកដល់ឆ្នាំទី2ខ្ញុំបានដាក់ពាក្យប្រឡងម្ដងទៀតហើយខ្ញុំបានប្រឡងជាប់វគ្គ Coding and Programming ជាមួយនឹង Pythonវគ្គនេះខ្ញុំចេះបានច្រើនដូចជា coding, critical thinking ក៏ដូចជា problem solving ផងដែរបន្ទាប់មកខ្ញុំបានជាប់បន្តរៀនវគ្គ Big Data ហើយនៅក្នុងវគ្គ Big Data នេះខ្ញុំរំពឹងថាខ្ញុំនឹងចេះបានច្រើនដូចជា data ingestion, data store, data processing and cleaning, data analyze and processing និង data visualization និង report ជាដើមមិនត្រឹមតែប៉ុណ្ណោះក៏បានសិក្សាជាមួយនឹង tool ជាច្រើនដែលធ្វើការជាមួយនឹង Hadoop ecosystem សម្រាប់ Big Data ផងដែរចំពោះការសិក្សាមុខវិជ្ជានេះខ្ញុំបានជួបឧបសគ្គច្រើនគួរសមដែរដោយសារតែគេយល់ថាយើងជាស្រីមិនស័ក្តិសមជាមួយនឹងការរៀនមុខវិជ្ជានេះលំបាកក្នុងការធ្វើការហើយមានមេរៀនខ្លះលំបាកនឹងយល់និងមានបច្ចេកវិទ្យាថ្មីៗដែលយើងត្រូវរៀនសូត្របន្ថែមជារៀងរាល់ថ្ងៃប៉ុន្តែខ្ញុំតែងរំលឹកខ្លួនឯងថាកុំចុះចាញ់ជឿជាក់លើខ្លួនឯងហើយព្យាយាមជំនះវាឲ្យបានពេលដែលយើងជួបបញ្ហាវាមិនមែនមានន័យថាយើងបរាជ័យនោះទេប៉ុន្តែវាគឺជាជំហាននៃការលូតលាស់និងអភិវឌ្ឍខ្លួនរបស់យើងសម្រាប់សិស្សស្រីដែលកំពុងតែមិនច្បាស់លាស់ថាខ្លួនឯងស័ក្តិសមនឹងជំនាញមួយនេះឬអត់អ្នកទាំងអស់គ្នាត្រូវតែហ៊ានសាកល្បងហើយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាពិតជាធ្វើវាបានចំពោះវិស័យនេះគឺពិតជាត្រូវការវត្តមានរបស់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដើម្បីរួមចំណែកអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាចុងក្រោយនាងខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Samsung ដែលបានបង្កើតកម្មវិធីអាហារូបករណ៍ Samsung Innovation Campus នេះឡើងដើម្បីផ្ដល់ឱកាសឲ្យរូបនាងខ្ញុំក៏ដូចជាសិស្សដទៃទៀតបានសិក្សាជំនាញដែលខ្លួនឯងស្រឡាញ់